ផ្ដើមសាច់រឿងស្ថិតនៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តត្បូងឃ្មុំមានក្រុមចោរមួយក្រុមបានសម្ងំលាក់ខ្លួនដែលពួកគេតែងតែចេញសកម្មភាពប្លន់ចាប់ចម្រិតនិងសម្លាប់មនុស្សយ៉ាងសាហាវដោយក្រុមចោរមួយក្រុមនោះមានបុរសម្នាក់ឈ្មោះថានាយកមានមាឌធំដំបងសក់ក្រញាញ់សម្បុរស្រអែមដែលអាចសម្គាល់ថាគឺជាមនុស្សកាចសាហាវនិងដៃឆៅខ្លាំងណាស់តែគេបែរជាប្រកបមុខរបរទុច្ចរិតទៅវិញមួយថ្ងៃនាយកនេះមិនដែលខិតខំរកស៊ីដូចអ្នកភូមិផ្សេងនោះទេគេមានពួកមួយក្រុមធំដែលចាំដើរប្លន់អ្នកដទៃនិងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃជាទីបំផុតដោយនាយកនេះមិនមែនជាមនុស្សធម្មតានោះទេតែគេគឺជាមនុស្សដែលចេះនៅមុនអាគមកាប់មិនមុតដុតមិនឆេះនិងមុនអាគមផ្សេងជាច្រើនផងទៀតក្រុមចោររបស់នាយកនេះគឺជាមុខសញ្ញានៃការតាមចាប់របស់ប៉ូលីសគ្រប់ជាន់ថ្នាក់រាល់អំពើប្លន់របស់ក្រុមចោរនេះបានប្រព្រឹត្តឡើងស្ទើរតែរាប់ផ្លេចទៅហើយតែគ្រប់ពេលដែលគេចេញសកម្មភាពប្លន់ឬចាប់ចម្រិតម្ដងដើម្បីដោះដូរជាមួយប្រាក់នោះសមត្ថកិច្ចមិនដែលចាប់ពួកគេបានឡើយហើយក៏មិនអាចដឹងទីតាំងនៃការលាក់ខ្លួនរបស់ក្រុមចោរមួយនេះថានៅកន្លែងណាដែរប្រជាពលរដ្ឋតែងតែមានការខ្លាចរអាទៅលើក្រុមចោរមួយក្រុមនេះជាខ្លាំងជាពិសេសអ្នកដែលមានទ្រព្យសម្បត្តិច្រើនតែអ្នកខ្លះទៀតក៏បានរៀបចំនៅអាវុធផ្សេងដើម្បីតតាំងជាមួយក្រុមចោរមួយក្រុមនេះហើយឲ្យតែពេលយប់មកដល់ចាស់ដឹងតែហាមកូនហាមចៅមិនឲ្យដើរឬចេញក្រៅនោះទេមានពេលមួយក្រុមចោររបស់នាយកនេះបានចេញប្លន់អ្នកនៅក្នុងភូមិមួយហើយបានបាញ់សម្លាប់សមាជិកនៃអ្នកផ្ទះមួយនោះទាំងអស់តែនៅបុរសម្នាក់នៃសមាជិកគ្រួសារនោះពួកគេមិនបានបាញ់សម្លាប់ឡើយដោយពួកវាសួររកទ្រព្យសម្បត្តិរបស់អ្នកផ្ទះនោះដោយអ្នកផ្ទះនោះបានយកទ្រព្យសម្បត្តិទៅលាក់ទុកមិនឲ្យអ្នកណាដឹងហើយដោយសារតែការចាប់ចម្រិតទារប្រាក់មិនបានក្រុមចោរនេះក៏ចាក់ចេញមកវិញដោយមិនបានសម្លាប់បុរសម្នាក់នោះឡើយតែមុននឹងចាក់ចេញនាយកដោយក្តីខឹងសម្បាជាពន់ពេកគេក៏បានវាយបំបាក់ដៃបុរសនោះដែលជាមេគ្រួសារយ៉ាងគួរឲ្យអាណោចអាធមជាទីបំផុតនៅរាត្រីមួយស្ងាត់ដែលមានពន្លឺច្បាស់ល្អស្ថិតនៅក្នុងចុងភូមិនៅផ្ទះមួយត្រូវបានសមត្ថកិច្ចស្វែងរកឃើញថាជាកន្លែងលាក់ខ្លួនរបស់ក្រុមចោរមួយក្រុមនេះប៉ូលីសត្រូវបាននាយកសម្លាប់ជាច្រើនអ្នកហើយពួកចោរវិញក៏ត្រូវស្លាប់អស់ជាច្រើនអ្នកផងដែរព្រោះពេលនោះក្រុមចោរនិងប៉ូលីសបានបាញ់និងប្រយុទ្ធគ្នាយ៉ាងខ្លាំងការបាញ់គ្នាទៅវិញទៅមកបង្កឲ្យមានសំឡេងផ្ដោះប្ដូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ក្រុមប៉ូលីសបានបាញ់សម្លាប់ពួកចោរស្ទើរតែទាំងអស់តែនៅសល់បុរស3នាក់ដែលនៅរស់ហើយបានធ្វើការរត់គេចខ្លួនពីការតាមចាប់របស់ប៉ូលីសក្នុងចំណោមបុរស3នាក់នោះក៏មានម្នាក់ដែលជានាយកផងដែរពួកគេបានរត់គេចចូលទៅក្នុងព្រៃបាត់ទោះបីប៉ូលីសខិតខំដេញតាមយ៉ាងណាក៏តាមក្រុមចោរនេះមិនទាន់ផងដែរគឺគេរត់លឿនខ្លាំងណាស់ដូចចេះនៅមុនអាគមបង្រួមទឹកបង្រួមដីអញ្ចឹងប៉ូលីសខ្លះទៀតក៏បានថានៅពេលដែលដេញតាមនោះស្រាប់តែមានក្របីនិងសត្វអាសេរពឹសជាច្រើនមកស្ទាក់នៅមុខមិនឲ្យដេញតាមចាប់ក្រុមចោរនាយកនេះដោយអស់សមត្ថភាពនិងខ្លាចមានគ្រោះថ្នាក់ប៉ូលីសក៏បានធ្វើការដកថយចេញមកក្រៅសិនរំលងបានមួយអាទិត្យក្រោយមកដោយផ្លូវក្រៅធ្វើគ្រប់វិធីអស់ហើយនៅតែមិនអាចចាប់ពួកនាយកបាននោះមេក្រុមរបស់ប៉ូលីសម្នាក់និងលោកមេភូមិក៏បានសម្រេចគ្នាទៅរកគ្រូអាគមនៅក្នុងភូមិមួយផ្សេងទៀតដែលល្បីថាគាត់គឺជាគ្រូអាគមដ៏ខ្លាំងម្នាក់
ដោយគ្រូអាគមនោះមានឈ្មោះថារនហើយអ្នកភូមិហៅគាត់ថាលោកតារនលោកតារននេះគឺតែងតែជួយយកអាសាអ្នកនៅក្នុងភូមិនិងអ្នកដែលមកពឹងពាក់គាត់ហើយគាត់មិនដែលទាមទារនៅប្រាក់សកលអ្វីច្រើននោះទេនេះគឺជាអ្វីដែលអ្នកជំងឺរបស់គាត់ប្រាប់ទៅកាន់លោកប៉ូលីសនិងលោកមេភូមិដោយទទួលបានព័ត៌មានខ្លះៗហើយពួកគាត់ទាំងពីរបានទៅរកលោកតារនឲ្យជួយចាប់មេចោរដែលជានាយកនោះលោកមេភូមិនិងលោកប៉ូលីសបានរៀបរាប់អំពីសកម្មភាពនិងរឿងរ៉ាវហេតុការណ៍ទាំងនោះព្រមទាំងបាននិយាយអំពីនៃភាពកាចសាហាវរបស់ក្រុមចោរទៅកាន់លោកតារនឲ្យបានដឹងលោកតារនក្រោយពីបានស្ដាប់នឹងការរៀបរាប់នេះហើយនឹងទទួលបានការពឹងពាក់ដោយផ្ទាល់ពីសំណាក់លោកមេភូមិនិងលោកប៉ូលីសដោយផ្ទាល់នេះហើយលោកតារនក៏បានប្រុងទៅជួយស្វែងរកនិងតាមចាប់ទៅលើក្រុមចោរនិយមនេះដែលនៅសេសសល់រំលងបានពីថ្ងៃត្រូវជាថ្ងៃប្រហ័សដែលជាថ្ងៃដែលនាយកនោះចុះខ្សោយនេះបើតាមសម្ដីរបស់លោកតារនប្រាប់នៅល្ងាចនោះលោកតារនបានធ្វើការពត់សីមានិងធ្វើពិធីនៅផ្ទះរបស់លោកមេភូមិដែលមកពឹងពាក់គាត់នោះលោកតារនបានប្រាប់ទៅឲ្យសមាជិកនៃអ្នកផ្ទះនោះឲ្យហូបបាយហើយចេញទៅក្រៅនិងទៅស្នាក់អាស្រ័យផ្ទះបងប្អូនមួយយប់សិនទៅដោយនៅក្នុងភូមិនិងនៅក្នុងផ្ទះពេលនោះគឺនៅតែគាត់3នាក់ប៉ុណ្ណោះម្នាក់លោកតារនលោកប៉ូលីសនិងលោកមេភូមិដែលមកកំដរគាត់ធ្វើពិធីដែលនៅយប់នោះសឹកអាគមក៏បានកាត់ឡើងព្រោះភាគីម្ខាងទៀតគេក៏បានដឹងផងដែរថាមានគ្រូអាគមមកផ្ចាញ់ផ្ចាលគេហើយលុះក្រុមរបស់លោកតារននៅដល់ម៉ោង10ជាងសកម្មភាពនៅក្នុងភូមិគឺមានសភាពស្ងាត់ជ្រាបតែម្ដងព្រោះម៉ោងនេះនៅសម័យនោះគឺគេឡើងទៅលើផ្ទះចូលសម្រានអស់ហើយដោយឡែកលោកតារនវិញពួកគាត់បានអង្គុយនិយាយគ្នាលេងជាធម្មតាពេលនោះក៏មានសំឡេងកណ្ដឹងគោមកឮសូរក្រឹកក្រឹងពេលនោះលោកប៉ូលីសក៏បាននិយាយថាជុំម៉ោងនេះហើយអ្នកណាមកប្រឡែងគោនៅក្រៅរបងទៀតពេលនោះលោកតារនក៏បាននិយាយវិញថាកុំមាត់នេះមិនមែនជាគោធម្មតានោះទេហើយលោកប៉ូលីសគាត់ក៏យល់គាត់ក៏អង្គុយស្ងៀមមិនមាត់មិនកទៀតឡើយក្រោយមកសំឡេងក៏បានមកចិត្តគាត់ម្ដងបន្តិចម្ដងបន្តិចហើយម្ចាស់សំឡេងក៏បានបង្ហាញខ្លួនឲ្យគាត់ឃើញតែវាមិនអាចចូលមកក្នុងរបងបានទេព្រោះគាត់បានធ្វើការពាត់សីមាអាគមរួចហើយដោយនាយកនោះគេបានប្រើគោឲ្យមករកពួកគាត់ហើយគោនោះមានទំហំធំប៉ុនដំរីទៅហើយស្នែងរបស់វាឡើងកោងស្អាតខ្លាំងណាស់ពេលនោះលោកតារនក៏បានលូកដៃចូលទៅក្នុងថង់យាមរបស់គាត់ទាញបានរូបគោមួយប៉ិនមេដៃហើយគាត់ក៏សូត្រនៅមន្តវិជ្ជារបស់គាត់ហើយក៏បោះទៅក្រៅរបងមួយសន្ទុះក្រោយមកគោនោះក៏រីកធំជាងគោរបស់នាយកទៅទៀតហើយស្នែងរបស់វាកំពុងតែមានភ្លើងឆេះទៀតផងវាបានស្ទុះរត់ទៅបុកជុលគ្នាយ៉ាងពេញទំហឹងឡើងរង្គើដីអស់ហើយក្រោយមកពួកវាបានប្រយុទ្ធគ្នាមួយសន្ទុះក្រោយមកគោលោកតារនក៏បានជន់គោនាយករហូតទៅដល់បាក់កនិងរលាយបាត់ទៅហើយគោរបស់លោកតារនក៏រលាយហើយវាបានអណ្ដែតមកតិចតិចធ្លាក់នៅមុខលោកតារនវិញដោយមិនទាន់បានប៉ុន្មានផងក៏មានសំឡេងដំរីរត់មកហើយស្រែកយ៉ាងខ្លាំងពេលនោះលោកតារនក៏បានយករូបសូត្រដំរីចេញពីថង់យាមរបស់គាត់ទៀតហើយគាត់ក៏សូត្រផ្សំនៅមន្តអាគមផ្សេងៗទៅលើរូបសូត្រនោះសូត្រមួយសន្ទុះក្រោយមករូបសូត្រនោះក៏បានហោះចេញពីដៃរបស់គាត់ហើយទៅវាបានប្រែក្លាយទៅជាដំរីមួយយ៉ាងធំហ
ហើយភ្លុករបស់វាមានស្លែកាន់ទៀតផងក្រោយលេចខ្លួនមួយសន្ទុះក៏មានបុរសម្នាក់អង្គុយទៅលើក្បាលដំរីហើយដៃរបស់វាកាន់លំពែងទៀតផងវាបានស្ទុះទៅបុកគ្នាយ៉ាងពេញទំហឹងវាបានជល់ក្បាលគ្នាខំបុកឲ្យភាគីម្ខាងទៀតថយនិងចាញ់បារមីរបស់វាជើងរបស់សត្វទាំងពីរដោយខំរុញគ្នាទៅមុខមកក្រោយនោះក៏បានធ្វើឲ្យលិចចូលទៅក្នុងដីនិងអូសយ៉ាងវែងដោយគេកាយដាក់ត្រយោទឹកអញ្ចឹងឆ្លៀតឱកាសនោះអ្នកដែលអង្គុយលើក្បាលដំរីរបស់លោកតារ៉នក៏បានយកលំពែងដែលនៅក្នុងដៃចាក់ចូលទៅភ្នែករបស់សត្វដំរីនិយាតហើយឡើងលិចចូលទៅក្នុងគ្រាប់ភ្នែករបស់វាដំរីលោកតារ៉នក៏បានបុកដំរីនិយាតរហូតដល់រលាយបាត់ទៀតម្ដងនេះលោកតារ៉នក៏បានប្រើឲ្យដំរីទៅរកនិយាតតែម្ដងដោយគាត់មិនបានសូត្រខាបវាមកវិញនោះទេហើយគាត់ក៏យកចង្គំខ្លារបស់គាត់ទៅប្រឡែងមួយទៀតឲ្យទៅរកនិយាតនៅកន្លែងលាក់ខ្លួនរបស់គេហើយលោកតារ៉នក៏បានប្រាប់លោកមេភូមិនិងលោកប៉ូលីសឲ្យទៅសម្រានទៅស្អែកឡើងនឹងដឹងថាវានៅកន្លែងណាហើយពេលនោះលោកតារ៉នក៏បានក្រឡេកទៅមើលលោកប៉ូលីសនិងលោកមេភូមិគាត់ថាលោកមេភូមិនិងលោកប៉ូលីសគឺអង្គុយអោបគ្នាម្នាក់ឡើងញ័រហើយភ្នែកឡើងខ្មៅលុះព្រឹកឡើងគេក៏ប្រទះឃើញក្រុមចៅរបស់នាយកនេះបានអង្គុយយំនៅកន្លែងវាស្រែហើយការនិយាយស្ដីរបស់វាទាំង3គឺដូចជាមិនដឹងខ្យល់នោះទេមានរូបរាងអាក្រាតកាយមិនមានសម្លៀកបំពាក់នៅលើខ្លួននោះទេដូចជាពួកគេទាំង3នាក់បានធ្វើការរត់ស្រាតអញ្ចឹងតាំងពីយប់មិញហើយភ្នែករបស់ពួកគេទាំង3នាក់ឡើងខ្មៅហើយប្រៀបបានដូចជាមនុស្សមិនបានគេងមួយយប់អញ្ចឹងគេក៏នាំគ្នាចាប់ក្រុមចៅនេះហើយមុននឹងចាប់ក្រុមចៅនេះឲ្យទៅប៉ូលីសគេក៏បានធ្វើការវាយដំទៅលើក្រុមចៅនេះស្ទើរតែស្លាប់ម្នាក់ទៅអស់ហើយម្នាក់មានរបួសពេញខ្លួនមុននឹងទៅដល់ដៃប៉ូលីសក្រុមនាយកនោះក៏ត្រូវអ្នកភូមិវាយឡើងទ្រោមអស់ទៅហើយសាច់រឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលា